ព្រោះតែទង្វើរបស់តាណាវ៉ាត់ដែលមើលងាយជិះជាន់វវកញ្ញាមេស៊ីកូកាលពីថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025រហូតដល់ថ្នាក់ហើយសន្តិសុខគម្រាមចាប់វវកញ្ញាមេស៊ីកូចេញពីសាលប្រជុំធ្វើឲ្យម្ចាស់នេះ Universe លោករ៉ាអូរ៉ូឆាចេញមកថ្កោលទោសតាណាវ៉ាត់ហើយបញ្ជាក់ថានឹងមិនបណ្ដោយឲ្យតាណាវ៉ាត់បំផ្លាញក្តីសុបិនរបស់វវកញ្ញាទាំង122ប្រទេសនោះទេដូច្នេះលោកបានបញ្ជូនក្រុមការងាររបស់ Miss Universe ជា100នាក់ទូទាំងពិភពលោកចូលមកប្រទេសថៃដើម្បីស៊ើបអង្កេតការប្រកួតនិងការពារសិទ្ធិរបស់វវកញ្ញាគ្រប់គ្នាដោយបានបញ្ជាឲ្យបញ្ចប់តួនាទីរបស់តាណាវ៉ាត់ឬក៏ទប់ផ្នែកខ្លះតែមិនឲ្យគ្រប់គ្រងទាំងអស់ដូចមុនទេហើយប្រទេសថៃអាចកាត់សិទ្ធិមិនឲ្យធ្វើជាម្ចាស់ផ្ទះ Miss Universe ជារៀងរហូតពេលនេះផលកម្មព្រាបានទទួលហើយការមុនអាតានេះដែលខ្មែរយើងកប់មាត់ Mexico, where are you? Okay? I heard you not agree to post everything about Thailand, about every article, about our own activity.